ចានេះខ្ញុំសូមគោរពជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះខ្ញុំសូមមកបើកមុខចាបើកមុខជនដែលបោកប្រាស់ចាគឺលោកហ៊ុនម៉ាណែតដែលជានាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជាហ្នឹងចាហើយនឹងក្រសួងកិច្ចការបរទេសចាគឺបានបោកប្រាស់ប្រជាពលរដ្ឋឲ្យជឿជាក់ថារដ្ឋាភិបាល7មករាហ្នឹងបានដាក់ពាក្យបណ្ដឹងទៅតុលាការយុត្តិធម៌ ICJ ហើយតាមពិតខ្ញុំសូមជម្រាបបងប្អូនឲ្យដឹងថាมันបានប្តឹងទេมันបានដាក់ពាក្យបណ្ដឹងទេចាគ្រាន់តែជូនដំណឹងបងប្អូនពិភាក្សាមើលទៅចានៅក្នុងការផុសរបស់នាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតហ្នឹងចាគឺថ្ងៃទី16ខែមិថុនាឆ្នាំ2025ថាបានដាក់ពាក្យបណ្ដឹងទៅតុលាការយុត្តិធម៌ ICJ ហើយប៉ុន្តែនៅថ្ងៃទីចាបងប្អូនត្រូវគិតឲ្យពិភាក្សាចារវាងក្រសួងការបរទេសចាដែលផុសនៅថ្ងៃទី23ខែមិថុនាឆ្នាំ2025ចាឯកឧត្តមនាយករដ្ឋមន្ត្រីប្រាក់សុខុនចារដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិហ្នឹងបានដឹកនាំកិច្ចប្រជុំជាលើកដំបូងដើម្បីរៀបចំគណៈកម្មការរៀបចំឯកសារបញ្ជូនទៅតុលាការយុត្តិធម៌ ICJ ហើយបងប្អូនគិតមើលទៅថាខុសគ្នាយ៉ាងម៉េចចាអញ្ចឹងហើយសូមពលរដ្ឋខ្មែរជ្រាបថាលោកហ៊ុនសែននិងលោកហ៊ុនម៉ាណែតកំពុងតែលេងល្បិចគេហៅថាលេងអាល្បិចប៉ិនភ្នែកគឺធ្វើរូបភាពយកឯកសារថាទៅថតនៅទីក្រុងឡាអេគឺលិខិតជូនដំណឹងចាមកដល់រយៈពេលនេះគឺមានរយៈពេល6ខែហើយតាំងពីខែ6ថ្ងៃទី16មកដល់ពេលនេះចាអត់មានឃើញតឡាការគេក៏ហៅឬក៏ធ្វើកិច្ចការងារហ្នឹងទេដោយសារអីគឺគាត់អត់ទាន់ដាក់ពាក្យបណ្ដឹងទេណាបងប្អូនទាំងអស់គ្នាហើយអញ្ចឹងហើយវិជាបរដ្ឋខ្មែររាល់ថ្ងៃនេះគាត់តែងតែវែកញែកឆ្លោះគ្នាតាមបណ្ដាញសង្គមដោយសារតែហ៊ុនម៉ាណែតនឹងឯងបោកប្រាស់គឺអត់ដាក់ពាក្យបណ្ដឹងទេគ្រាន់តែជូនដំណឹងចាហើយយកលិខិតហ្នឹងទៅថតនៅទីក្រុងឡាអេហ្នឹងមួយហើយនឹងខ្លួនឯងផុសហើយធ្វើកិច្ចព្រមព្រៀងចរចាជាមួយថៃនេះជាទ្វេភាគីចាដើម្បីបញ្ចប់បញ្ហាដោយសារកាត់ដីដូរយកអំណាចចាដោយសារអីអត់ហ៊ានប្តឹងទេខ្លាចប៉ះពាល់ខាងយួនចាព្រោះភូមិហេងសំរិនត្រូវបានលោកហ៊ុនសែននិងកោះត្រល់ឲ្យលោកហ៊ុនសែនកាត់ឲ្យទៅយួនបាត់ទៅហើយអញ្ចឹងគាត់អត់ហ៊ានប្តឹងទេបងប្អូនត្រូវជ្រាបណាហើយកុំតែជែកគ្នាចាកុំចង់ឈ្នះគ្នាគឺតាមដានទៅចាមើលក្រសួងកិច្ចការបរទេសនិងលោកហ៊ុនម៉ាណែតផុសទៅគឺខុសគ្នាឆ្ងាយណាស់ថ្ងៃទី23ទៅតែរៀបចំឯកសារចាដាក់ពាក្យរៀបចំប្រមូលឯកសារដើម្បីប្តឹងទៅតុលាការយុត្តិធម៌ ICJ ហើយថ្ងៃទី16ខែ6គាត់ថាដាក់ពាក្យបណ្ដឹងហើយឥឡូវបងប្អូនប្រៀបធៀបទៅចាចំណុចតែប៉ុណ្្នឹងគឺខុសបាត់ទៅហើយណាអញ្ចឹងសូមបងប្អូនកុំឆ្លោះគ្នាអីចាគឺអត់បានដាក់ពាក្យបណ្ដឹងទេចាសូមអរគុណ